tôi xây bong bồn ở khní thứ này khi miền miền riêng mũi đầm bay chơi đầm lấy từ bong bồn ở khní tiện tung tình nâng khả crom này vì sao ông lê chẳng chẳng đang sao bay tha vì sao ông lê cứ miền một phay vào mũi tu bởi dương thiệp dùng mũi nè sọ mai dương cứ miền rồi hốt ta đo sam sập bay tu chẳng khi nông miền riêng này cứ khi nông bằng riêng ông pi abc rồi hốt đo set đèn ca bằng trình lấy nâng tùm rung này à sọ ABC rồi đó sẽ nâng chẳngក្នុងវីដេអូនេះគឺសម្រាប់បងប្អូនដែលមានបំណងចង់រៀនភាសាអង់គ្លេសបន្ថែមឬក៏មិនចេះសោះគឺអាចមើលវីដេអូនេះបានអញ្ចឹងគឺអក្សរគឺមានអក្សរធំនិងអក្សរតូចអញ្ចឹងដូចនេះគឺគេហៅថាអក្សរ A យើងហៅថាអក្សរធំយើងអានថា capital letter ណាអក្សរធំឬក៏យើងអានយ៉ាងទៀតថា capital letter ក៏បាន letter ក៏បានអញ្ចឹងនេះគឺជាទម្រង់នៃអក្សរ A ទូចដែលយើងហៅថា small letter អក្សរទូចយើងអានថា small letter ក៏បាន letter ក៏បានអញ្ចឹងគឺបន្ទាប់ទៀតនេះគឺជាទម្រង់នៃអក្សរ A ខ្ញុំភ្ជាប់ជាមួយនឹងអក្សរ A ធំនិងអក្សរ A ទូចនៅភ្ជាប់គ្នាតែម្ដងអញ្ចឹងក្នុងមេរៀននេះគឺខ្ញុំអានពីរដងសម្រាប់ឲ្យបងប្អូនទាំងគ្នាងាយស្រួលក្នុងការចងចាំ A គឺជាអក្សរ B យើងអានថា B អក្សរ C D E F យើងបអូសរឿងចេញខ្យល់បន្តិច G អានថា G H I J K L M N O មកស្រួច P ចឹងខ្យល់ថា P Q R ឬក៏ O ក៏បាន R ក៏បាន S យើងចឹងខ្យល់ S T U V W X យើងចឹងខ្យល់ទៀត X Y Z ឬក៏យើងអាចអានម្យ៉ាងទៀតថា Z ក៏បាន Z ក៏បានអញ្ចឹងយើងត្រឡប់ទៅអានសារថ្មីឡើងវិញម្ដងទៀតដោយមិនមានអក្សរខ្មែរក្នុងការអាននេះយើងអានចាប់ពី A រហូតដល់ Z សារឡើងវិញយើងអានដោយមិនមានសំនៀងខ្មែរយើងអានយកតែម្ដង A B C D E F G H I J K L M N O P Q R S T U V W X Y Z ឬក៏ Z ក៏បាន Z ក៏បានអញ្ចឹងអក្សរអង់គ្លេសទាំងអស់គឺមាន26តួហើយក្នុងគឺភ្ជាប់ជាអ្នកមាន21តួនិងស្រៈមានចំនួន5តួអញ្ចឹងស្រៈ5តួនោះគឺមានអីខ្លះស្រៈ5តួនោះគឺមានអក្សរ A E I O U
ហើយចំពោះអក្សរ Y គឺដើរតួជាស្រៈផងនិងជាព្យញ្ជនៈផងអញ្ចឹងយើងរៀនភាសាអង់គ្លេសឆាប់ចាំឆាប់ចេះចាំស្ទាត់យើងត្រូវតែមានការសរសេរម្ដងហើយម្ដងទៀតរៀនអានរៀនសរសេររៀនអានរៀនសរសេរទើបយើងចេះចាំស្ទាត់ទាំងអស់គ្នាអញ្ចឹងដូចមានចម្រៀងមួយដើម្បីច្រៀងដើម្បីឲ្យយើង reflect ក្នុងការចងចាំល្អគឺគេច្រៀងថាតែសម្រាប់បងគឺច្រៀងអត់សូវប្រុសប៉ុន្តែច្រៀងដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការចងចាំយើងច្រៀងថា A B C D E F G H I J K L M N O P Q R S T U V W X Y and Z Now I know my ABCs Thank you for singing with me បាទអញ្ចឹងក្នុងមេរៀននេះគឺមានតែប៉ុណ្ណឹងបើសិនបងប្អូនមានចម្ងល់ឬក៏មានសំណួរតាក់ទងទៅនឹងការរៀនភាសាអង់គ្លេសបងប្អូនអាច comment ឬក៏ chat មកក្នុង channel YouTube ក៏ដូចជា Facebook page បានអញ្ចឹងក្នុងមេរៀននេះគឺមានតែប៉ុណ្ណឹងសូមជម្រាបលាបងប្អូនអរគ្នាបាយបាយ